តើបងប្អូនមានគំនិតហើយមានយោបល់យ៉ាងណាដែរចំពោះស្ពានបុរាណមួយនេះហើយតើបងប្អូនមានអារម្មណ៍ឬក៏មានបេះដូងថាឃើញហើយស្រឡាញ់នឹងចង់មកទស្សនាឬអត់ស្អាតបងប្អូនអើយមើលមកខ្ញុំមកសឹងតែនឹងមួយខែម្ដងមួយខែ2 ដងទៅ3 ដងហើយនេះអូខេសួស្តីដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសក៏ដូចជាទូទាំងពិភពលោកថ្ងៃនេះខ្ញុំថតទៅខាងវីដេអូមួយថតតែខាងមុខម្ដងកាមេរ៉ាមុខអញ្ចឹងទៅស្ពានមួយនេះគឺតំណាងឲ្យស្ពានរាប់រយទៀតដែលតតំណភ្ជាប់ពីទីក្រុងឬក៏យើងហៅថាមហានគរទៅកាន់បណ្ដាខេត្តហើយនឹងរដ្ឋចំណុះផ្សេងៗជាច្រើនទៀតហើយមួយនេះគេហៅថាស្ពានប្រាប់ទិសអញ្ចឹងមកដល់ថ្ងៃនេះម៉ោងនេះចំនួនស្ពានបុរាណរបស់យើងមិនដឹងច្បាស់ថា 100% ថាមានចំនួនប្រមាណទេប៉ុន្តែមានច្រើនរាប់រយគ្រាន់តែថាស្ពានខ្លះក៏នៅរូបរាងល្អស្ពានខ្លះក៏បាក់ទ្រុឌទ្រោមហ្នឹងហើយស្ពានខ្លះទៀតក៏កំពុងតែធ្វើការកោះអញ្ជើញហៅដល់មនុស្សជាតិក៏ដូចជាកូនខ្មែរយើងទាំងអស់ទៅមើលទៅទស្សនាដើម្បីចូលរួមនឹងបីបាច់ថែរក្សាហើយនឹងធ្វើការកែលម្អក៏ដូចជាជួសជុលបន្ថែមទៀតផងដែរអញ្ចឹងទៀតសោតស្ពានមួយនេះគឺបានជួសជុលច្រើនដងហើយអញ្ចឹងឃើញថាស្អាតល្អប្រសើរភ្ញៀវទេសចរបានមកលេងមកទស្សនាហើយនឹងការចាប់អារម្មណ៍ហើយនឹងវាយតម្លៃថាជនជាតិខ្មែរកាលពីសម័យបុរាណគឺមានគុណភាពប្រកបដោយចំណេះដឹងវិជ្ជានិងរៀនសូត្រជ្រៅជ្រះនិងមានទឹកចិត្តក្នុងការស្នេហាកាពីមរណភាពទឹកដីដូច្នេះហើយបានជាលោកបានកសាងនៅសមិទ្ធផលជាច្រើនរាប់ពាន់រាប់សែនកន្លែងទាំងអស់រួមទាំងពីយើងហៅថាស្ពានទេសនៈសាលារៀនមន្ទីរពេទ្យជីវត្តអារាមជាពិសេសគឺប្រាសាទបុរាណជាច្រើនស្ទើរតែគ្រប់ទិសទីនៅក្នុងទឹកដីដ៏អច្ឆរិយៈមួយនេះផងដែរអញ្ចឹងចំណុចមួយទៀតបើសិនជាបងប្អូនកូនខ្មែរក៏ដូចជាអ្នកដែលស្ដាប់បាននៅភាសាខ្មែរដែលខ្ញុំកំពុងនិយាយនឹងបានឃើញនៅវីដេអូនេះឬក៏ចង់មានបទពិសោធន៍ចង់ទស្សនានៅស្ពានបុរាណមួយនេះគឺมันពិបាករកទេអញ្ចឹងអ្នកដែលបានមើលវីដេអូនេះប្រហែល 90% ហើយដែលស្គាល់អញ្ចឹងមានតែ 10% ទេដែលបានស្គាល់អញ្ចឹងគឺតាមបណ្ដោយផ្លូវពីភ្នំពេញមកសៀមរាបពីសៀមរាបភ្នំពេញហើយមួយទៀតក៏សូមអរគុណដែរដល់បុព្វបុរសខ្មែរយើងដែលបានកសាងសមិទ្ធផលដ៏ល្អខ្ចោះមួយនេះហ្នឹងហើយដ៏ល្អខ្ចោះនៅតែរឹងមាំនៅតែជាសម្បត្តិជាតិមួយដ៏ល្អអូខេភ្ញៀវមួយក្រុមនេះគឺពិតជាមានសំណាងមែនទែនពិតជាភ្ញៀវដែលចាប់អារម្មណ៍មែនទែនមកស្រុកខ្មែរយើងគឺរៀនសូត្រច្រើនចង់ដឹងមានសំណួរល្អចេះសួរនាំច្រើនអញ្ចឹងអ្នកកទេសក៏ដូចជាអ្នកបម្រើសេវាកម្មក៏សប្បាយចិត្តមែនទែនអូខេថតរូបផងសួរសំណួរផង Oh good guess yeah good rider ហើយក្រុមគាត់នឹងជិះកង់ខ្លាំងជិះសាហាវជិះលឿនខ្លះមាន join to the front ទេ